Chẳng hạn nhữngអ្នកទាំងអស់គ្នាបានឃើញតាក់ទងជាមួយនឹងវីដេអូដំរីលាក់គីជាមួយនឹងបងប្រុសត្រីស៊ីថេងហើយពីព្រោះវីដេអូហ្នឹងគឺផ្ទុះខ្លាំងមែនទែននៅថ្ងៃហ្នឹងគឺនិយាយអំពីក្តីស្រឡាញ់ការមើលថែក៏ដូចជាការដែលចាក់ចែងរបស់បងស៊ីថេងនៅសួនសត្វតាម៉ៅនិយាយរួមវីដេអូហ្នឹងគឺត្រូវបានប្រជាជនខ្មែរយើងសៀច្រើនមែនទែនរាប់លាន view តែម្ដងដោយសារតាសត្វដំរីគឺជាសត្វមួយដែលចេះមែនទែននៅពេលដែលបងប្រុសចាក់ចែងទៅគឺវាហាក់បីដូចជាមនុស្សម្នាក់ដែលមិនអស់អាល័យពោពេញទៅដោយអនុស្សាវរីយ៍ជាមួយបងប្រុសពីព្រោះថាបងប្រុសគឺបានចំណាយពេលនៅជាមួយដំរីនឹងគឺរយៈពេល26ឆ្នាំហើយតាំងពីដំរីនឹងនៅ6ខែតាមខ្ញុំអានតាក់ទងជាមួយប្រវត្តិរបស់ដំរីលាក់គីនឹងតិចតួចដែរហើយមួយវិញទៀតវាបង្ហាញពីអារម្មណ៍នៃការដែលបាត់បង់បងប្រុសនិយាយរួមវាប្រៀបដូចជាឪពុកមួយដែលតែងតែមើលថែវាអញ្ចឹងដំរីនឹងគឺវាមានសេចក្តីអាឡោះអាល័យខ្លាំងមែនទែនអ្នកទាំងអស់គ្នា